ហូបចំណីអាហារយើងនៅក្នុងកាពះដែលយើងហូបហើយហ្នឹងវានៅកន្លាប់ចេះអញ្ចឹងបានថាចំណីអាហារវាអាចជ្រាលទៅលើក៏ទៅក្រោមអញ្ចឹងទៅ هو الذي أنزل السكينة في قلوب المؤمنين ليزدادوا إيمانا مع إيمانهم السلام عليكم ورحمة الله تعالى وبركاته ដោយដែលមាននៅក្នុងវីដេអូដែលខ្ញុំបានដាក់នៅផ្នែកខាងលើមកអញ្ចឹងវាគឺជាវីដេអូមួយដែលបង្ហាញអំពីការកេងរបៀបនៃការកេងឲ្យបានត្រឹមត្រូវជាការពិតណាស់ពាក្យថាកេងណាក៏ចេះកេងដែរមិនអញ្ចឹងហើយវាមិនជាវិបាកអីទេការកេងហ្នឹងវាជារឿងមួយដែលយើងជារឿងធម្មតាទេការកេងប៉ុន្តែអ្វីដែលយើងចង់ផ្ដោតនៅក្នុងវីដេអូនេះគឺយើងចង់បង្ហាញអំពីការកេងមួយឲ្យបានត្រឹមត្រូវគោលបំណងនៃការកេងរបស់យើងគឺយើងចង់ទទួលបានផលប្រយោជន៍ពីការកេងបន្ទាប់ពីយើងក្រោកមកវិញយើងទទួលបានសុខភាពល្អអារម្មណ៍ស្រស់ថ្លារាងកាយរឹងមាំអីជាដើមនេះជាគោលដៅពិតប្រាកដដើម្បីបន្តដំណើរជីវិតរបស់យើងតទៅមុខទៀតប៉ុន្តែខ្ញុំសូមទាញអារម្មណ៍បងប្អូនទាំងអស់គ្នាថាបើយើងគង់តែកេងដូចគ្នាដដែលទេចុះបើយើងដឹងពីរបៀបនៃការកេងបានត្រឹមត្រូវតើវាល្អប៉ុណ្ណាសម្រាប់សុខភាពរបស់យើងព្រោះដោយសារអីដោយសារតែការកេងបានត្រឹមត្រូវគឺមានផលល្អច្រើនសម្រាប់សុខភាពរបស់យើងលើសពីការកេងធម្មតាដូច្នេះបើសិនជាយើងដឹងពីរបៀបនៃការកេងវាជារឿងមួយដែលល្អប្រសើរសម្រាប់យើងខ្ញុំឧទាហរណ៍មួយថាយើងទៅផ្សារបើសិនជាយើងទៅផ្សារយើងអត់បានគិតទុកមុនថាយើងត្រូវទិញអីទាំងអីទេអញ្ចឹងបានន័យថានៅពេលដែលយើងទៅដល់ផ្សារយើងទិញទៅតាមការនឹកឃើញពេលខ្លះមកយើងមកវិញទិញអត់បានគ្រប់អ្វីដែលយើងចង់បានទេឬក៏យើងអាចថាទិញបានតិចតួចអត់បានច្រើនទៅតាមគោលដៅពិតប្រាកដដែលយើងចង់ទិញហើយនៅពេលដែលយើងទិញបានតិចយើងមកដល់ផ្ទះវិញយើងទុករបស់ដែលយើងទិញមកប្រើប្រាស់បានតិចថ្ងៃអញ្ចឹងទៅឆាប់អស់អីចឹងទៅប៉ុន្តែផ្ទុយទៅវិញបើសិនជាយើងរៀបចំទុកមុននឹងយើងទៅផ្សារពួកឯងយើងគង់តែទៅផ្សារដូចគ្នាទេអញ្ចឹងបើសិនជាយើងទៅផ្សារយើងគិតទុកមុនយើងអាចថាយើងដឹងទីតាំងទិញហើយអញ្ចឹងយើងទិញបានលឿនយើងទិញបានច្រើនហើយយើងទិញបានគ្រប់ចំនួនដែលយើងត្រូវការអញ្ចឹងនៅពេលដែលយើងដឹងរបៀបទាំងអស់នោះនៅពេលដែលយើងយករបស់ប្រើប្រាស់មកដល់ផ្ទះយើងអាចថាប្រើប្រាស់បានយូរឬក៏របស់ដែលយើងយកមកប្រើប្រាស់នោះมันងាយខូចអីអញ្ចឹងទៅនេះជាផលប្រយោជន៍អញ្ចឹងចូលមកដល់សាច់រឿងយើងវិញការកេងដោយតែគ្មាននៅក្នុងវីដេអូបាញ់មិញអញ្ចឹងការកេងដែលត្រឹមត្រូវគឺជាការកេងដែលយើងទី1ចំណុចទី1យើងពាក់យើងទៅផ្នែកខាងឆ្វេងបានន័យថាផ្នែកខាងស្ដាំរបស់យើងនៅផ្នែកខាងលើហើយផ្នែកខាងឆ្វេងរបស់យើងគឺនៅផ្នែកខាងក្រោមហើយផ្នែកខាងឆ្វេងនៅផ្នែកខាងក្រោមផ្នែកខាងស្ដាំគឺយើងពាក់យើងទៅផ្នែកខាងលើហេតុនេះបានយើងត្រូវកេងដូច្នោះខ្ញុំសូមបង្ហាញមួយតើតើនឹងកាពះរបស់យើងកាពះតាមពិតទៅកាពះរបស់មនុស្សយើងគឺនៅលក្ខណៈរូបរាងចេះនៅពេលដែលយើងហូបអាហារចូលមកបានន័យថាវានៅបែបលក្ខណៈអញ្ចឹងបានន័យថាវារៀងត្រេកមកផ្នែកខាងឆ្វេងអញ្ចឹងនៅពេលដែលយើងដេកផ្អៀងមកខាងឆ្វេងបានថាមកហូបឬក៏ចំណីអាហារទាំងអស់នោះគឺនៅលក្ខណៈអញ្ចឹងអត់ហូរទៅណាបានទេចុះអានេះជាចំណុចល្អផលប្រយោជន៍ទី1ហើយបើសិនជាយើងកេងមកផ្នែកខាងស្ដាំបានន័យថាយ៉ាងម៉េចកាពះរបស់យើងគឺនៅអញ្ចឹងនៅពេលដែលយើងផ្អៀងមកខាងស្ដាំមកហូបចំណីអាហារយើងនៅក្នុងកាពះដែលយើងហូបហើយហ្នឹងវានៅកន្លាប់អញ្ចឹងបានន័យថាចំណីអាហារវាអាចជ្រាលទៅលើឬក៏ទៅក្រោមអញ្ចឹងទៅអញ្ចឹងចំណីអាហារនៅក្នុងហ្នឹងនៅពេលដែលយើងកេងពិសេសអញ្ចឹងចំណីអាហារវាអត់ស្របទៅតាមរាងកាយរបស់យើងបានល្អទេអញ្ចឹងវាអាចស្ទះឬក៏វាអាចមានបញ្ហាផ្សេងៗផងដែរក្អួតអីផ្សេងៗបន្ទាប់ពីយើងញ៉ាំបាយចូលហើយយើងកេងនេះជាចំណុចល្អទី1អញ្ចឹងយើងកេងមកផ្នែកខាងឆ្វេងគឺវាត្រូវទៅនឹងទម្រង់កាពះរបស់មនុស្សយើងនេះជាចំណុចទី1ទៅនឹងកាពះចំណុចទី2ដោយនៅក្នុងវីដេអូអញ្ចឹងគាត់បង្ហាញអំពីការកេងការកលខ្នើយឲ្យបានត្រឹមត្រូវដូចខ្នើយក្បាលអីកុំឲ្យខ្ពស់ពេកហើយនឹងកុំឲ្យទាបពេកអីអញ្ចឹងទៅអាហ្នឹងតើតើនឹងផ្នែកក្បាលអញ្ចឹងមកដល់ចំណុចទី2ផ្នែកអវយវៈដៃជើងនេះក៏យើងដើម្បីឲ្យការកេងរបស់យើងឲ្យបានត្រឹមត្រូវគឺយើងមានខ្នើយមួយសម្រាប់កលដៃនិងជើងផងដែរការកលជើងនិងដៃនេះគឺយើងកលវាមានលក្ខណៈហៀងខ្ពស់បន្តិចដើម្បីឲ្យចរន្តឈាមរត់បានល្អមិនបានន័យថានៅពេលដែលយើងកេងចរន្តឈាមយើងអត់រត់ទេណាមិនមែនអញ្ចឹងទេចរន្តឈាមរត់ជានិរន្តរ៍តែម្ដងសូម្បីតែយើងកេងក៏ចរន្តឈាមដំណើរការដែរដើម្បីបំពេញដំណើរការនៃការប្រើប្រាស់នៅក្នុងរាងកាយរបស់យើងអញ្ចឹងអ្វីដែលល្អគឺយើងត្រូវកលដៃហើយនិងកលជើងឲ្យបានកម្ពស់មួយដែលល្អដូចដែលមាននៅក្នុងវីដេអូអំបញ្ញមិញអញ្ចឹងគឺយើងកលខ្នើយមួយកលខ្នើយកន្លែងដៃមួយហើយនិងជើងមួយផងដែរហើយអត្ថប្រយោជន៍កន្លែងនេះដោយដែលខ្ញុំបានជម្រាបអំបញ្ញមិញអញ្ចឹងការកលបែបនេះគឺធ្វើឲ្យយើងទទួលបាននូវចរន្តឈាមមួយដែលរត់បានល្អ
ដូច្នេះជាចឹងបញ្ចប់នៃវីដេអូនេះនៅពេលដែលយើងគេងឲ្យបានត្រឹមត្រូវដោយដែលបានបង្ហាញនៅក្នុងវីដេអូនេះគឺយើងនឹងទទួលបានផលចំណេញច្រើនអំពីការគេងរបស់យើងដោយសារអីដែលខ្ញុំបាននិយាយខាងលើអញ្ចឹងបើសិនជាយើងគង់តែគេងដដែលទេយើងគេងឲ្យបានត្រឹមត្រូវតែម្ដងទៅដើម្បីឲ្យយើងចំណេញដូចយើងទៅផ្សារអញ្ចឹងបើយើងគង់តែទៅផ្សារដដែលទេយើងទៅយ៉ាងម៉េចទៅឲ្យបានចំណេញច្រើនទៅយើងបើសិនជាយើងគង់តែទៅដដែលហ្នឹងដូច្នេះជាចង់បញ្ចប់នៃវីដេអូនេះខ្ញុំសូមសង្ខេបមកវិញទី1ការកេងផ្អៀងដើម្បីអីដើម្បីឲ្យត្រឹមត្រូវទៅតាមទម្រង់នៃកាពះរបស់មនុស្សយើងអាហ្នឹងទី1ទី2ការកល់អវយវៈដៃជើងរបស់យើងនឹងទទួលបានមកវិញនៅចរន្តឈាមរត់បានល្អដើម្បីទៅបំពេញមុខងាររបស់រាងកាយរបស់យើងបានត្រឹមត្រូវហើយជាពិសេសផងដែរនោះគឺដើម្បីឲ្យចង្វាក់ដង្ហើមនិងចង្វាក់បេះដូងរត់បានល្អហើយជាលទ្ធផលបន្ទាប់ពីយើងក្រោកពីគេងមកវិញយើងនឹងទទួលបានអារម្មណ៍ស្រស់ស្រាយអារម្មណ៍នៃការគេងយើងមានអារម្មណ៍ថាគេងបានល្អអារម្មណ៍ពេញលេញក្នុងការគេងហើយមានសុខភាពល្អនិងទទួលបានរាងកាយរឹងមាំជាពិសេសយើងអាចទៅបំពេញកិច្ចការងារផ្សេងៗនៅក្នុងការងារប្រចាំថ្ងៃយើងបានល្អ الذين آمنوا وتطمئن قلوبهم بذكر الله ألا بذكر الله تطمئن القلوب